ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើប្រចាំថ្ងៃសម្រាប់ថ្ងៃទី18ខែ3ឆ្នាំ2025ជូនបងប្អូនទាំងអស់គ្នាឲ្យបងប្អូនត្រៀមខ្លួនក្នុងការយកទៅប្រើប្រាស់អញ្ចឹងណាហើយចាប់ពីខ្ញុំចេញនេះទៅបងប្អូនសិតតែតាមដានជាប្រយោជន៍បានហើយព្រោះដោយសារតែយើងចិត្តដល់រដូវកាលឆេងមេឃអញ្ចឹងចំពោះប្រចាំថ្ងៃគឺយើងមានទិសល្អនិងទិសមិនល្អអញ្ចឹងបើសិនចំពេលវេលាណាបងប្អូនគាត់ត្រូវទៅឆេងមេឃបងប្អូនអាចដឹងពីទិសណាល្អនិងមិនល្អអាហ្នឹងសម្រាប់ទិសសម្រាប់មនុស្សទូទៅតែតកតងទៅនឹងរឿងវេលាគឺយើងមានលំអិតទៅតាមដួងរាសីម្នាក់ទៀតអញ្ចឹងណាតែបងប្អូនអាចទាញប្រយោជន៍ពីទិសបានណាទិសដែលខ្ញុំប្រាប់ថាទិសណាល្អទិសណាអសល់ទិសណាឆុងអីហ្នឹងបងប្អូនត្រូវជៀសវាងទៅតាមហ្នឹងពេលបងប្អូនទៅឆេងមេឃអង្គុយសែនអុជធូបអីដុតกระดาษអីជាដើមចឹងសម្រាប់ថ្ងៃទី18ខែ3គឺជាថ្ងៃភ្លើងបូកមកជាមួយនឹងចហើយចមានធាតុដីបូកនៅពីក្រោមចឹងចំពោះបងប្អូនគាត់ត្រូវការធាតុភ្លើងជាមួយនឹងធាតុដីគឺហេងហើយជាពិសេសអ្នកគាត់មានថាសក្នុងតួរាសីមានខាលជាមួយនឹងមមីក៏ហេងដូចគ្នាដែរហើយដួងយើងត្រូវការធាតុភ្លើងជាមួយនឹងធាតុដីគឺហេងខ្លាំងហើយអ្នកដែលគាត់មានបញ្ហាឆុងគឺអ្នកដែលគាត់មានរោងក្នុងតួរាសីមិនថាមកថ្ងៃខែឆ្នាំមេបងប្អូនត្រូវមានការប្រុងប្រយ័ត្នហើយជាពិសេសតែថៃយើងអត់ត្រូវការធាតុភ្លើងឬមកក៏អត់ត្រូវការធាតុដីហ្នឹងបងប្អូនត្រូវប្រយ័ត្នប្រយែងបានខ្ពស់ហើយអ្នកដែលគាត់មានបញ្ហាបន្ទាប់ទៀតគឺអ្នកដែលគាត់មានជូតជាមួយនឹងវោកជាមួយនឹងរកាក៏មានបញ្ហាខ្លះដែរតែมันខ្លាំងដូចអ្នកមានរោងក្នុងតួរាសីទេហើយសម្រាប់ទិសអសរប្រចាំថ្ងៃក៏នៅខាងជើងប្រចាំខែខាងលិចប្រចាំឆ្នាំខាងកើតអញ្ចឹងនៅសល់ចន្លោះខាងត្បូងសម្រាប់ថ្ងៃស្អែកទី18ដែលជាទិសល្អអញ្ចឹងបងប្អូនអាចអង្គុយបែរក្នុងទៅត្បូងបានហើយផ្កាយលេខ2ហោះចូលទីតាំងកដាលអញ្ចឹងខាងត្បូងគឺលេខ6ខាងត្បូងចំផ្កាយលេខ6ហោះចូលអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ប្រើប្រាស់នៅក្នុងផ្ទះធ្វើការងារប្រចាំថ្ងៃក្នុងផ្ទះក្នុងការិយាល័យនៅកន្លែងយើងធ្វើការនៅកន្លែងយើងរស់ស៊ីទីតាំងផ្ទះយើងបន្ទប់យើងដែលយើងធ្វើការដែលយើងមានការងារត្រូវធ្វើឬមកក៏ទៅជួបភ្ញៀវអីហ្នឹងបងប្អូនអាចអង្គុយនៅទិសខាងត្បូងបានហើយបែរក្នុងទៅត្បូងសម្រាប់ការមើលរាសីមើលដំណើរជីវិតសម្រាប់ហុងស៊ុយផ្ទះគឺខ្ញុំនៅទទួលមើលជារៀងរាល់ថ្ងៃជាធម្មតាបងប្អូនទាំងនេះអាចឆាតមកប្រឹក្សាយោបល់មកខ្ញុំបានណាសង្ឃឹមថាបងប្អូនទាញបានប្រយោជន៍ពីវីដេអូដែលខ្ញុំចេញហើយជាចុងក្រោយសូមបងប្អូនជួយ like ជាមួយនឹងជួយ share ដើម្បីបានឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃពរឲ្យបងប្អូនទាំងគ្នាធ្វើដំណើរទៅឆេងមេងមិនថាទីចិត្តទីឆ្ងាយទេសូមបងប្អូនទាំងគ្នាមានសុខសុវត្ថិភាពតាមផ្លូវទាំងអស់គ្នាជូនពរឲ្យបងប្អូនសុខសប្បាយតាមផ្លូវទាំងអស់គ្នាអញ្ចឹងណាអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា